Xanh thì là tiếp cha chỉ đẹp số bộ mày bằng buồn ở khi ngày ní nên trong nâng màu sài chẳng ngờ pi sầm nô bỏ ao cha mày cha để cất khơi nhom chim mà tu chùa pre ra ngày thà nhom nên chim mà tuตะ khang na phật lơ cái trình tàu phật lơ cái trình tàu phật phơi ấy chàng cha cái ní nên trong nâng ở pรับao cha mày cha nâng ông pu min ở để cất ban số mà nhom cha phật lơ nhom trình mà tuตะ khang lệchคือยมធ្វើការចាធ្វើការគឺផ្លូវដែលខ្ញុំជិះទៅផ្លូវកាត់គឺព្រៃអត់មានមនុស្សច្រើនទេផ្លូវគេទៅស្រែទៅចង្ការផ្លូវកាត់ផ្លូវនេះដែរក៏ជិះមិនស្រួលប្រហែលទេរាំងពិបាកដែរនេះជិះបានដោយសារតែអត់មានភ្លៀងថាបើមានភ្លៀងជិះអត់រួចទេរអិលហើយវាកលិចកលុកច្រើនចាពេលដែលយើងជុំជិះម៉ូតូនេះគឺរលដល់ខ្ញុំជិះ2នាក់អ្នកគ្រូមួយទៀតតែអ្នកគ្រូមួយទៀតក៏អត់ទាន់បានទៅអញ្ចឹងខ្ញុំទៅមុនចាទៅមុនជិះទៅតែឯងហើយណាមួយខែនេះគេទៅស្រែទៅចង្ការអស់ក៏រាំងស្ងាត់បន្តិចដែររាំងភ័យខ្លាចដែរប្រហែលថ្ងៃមុនខ្ញុំជិះម៉ូតូជិះតាមផ្លូវជាតិដែរផ្លូវកស៊ូដែរប៉ុន្តែថ្ងៃហ្នឹងដោយសារតែរវល់នៅទេទៅញ៉ាប់ត្រូវជិះផ្លូវកាត់ទៅជិះផ្លូវកាត់មានថាបញ្ញាប់ហ្នឹងទៅដល់ទាន់ពេលណាគឺហួសម៉ោងដោយសារតែផ្លូវវាកលិចកលុកច្រើនពេកចាម៉ោងនេះគឺខ្ញុំមកចែកលិខិតបច្ចេកសិក្សាដល់គុណគូអត់ទាន់បានចូលរៀនពេញលេញទេចាកុំអោយប៉ាម៉ាក់កាត់ឆ្ងល់ហើយការចែកលិខិតបច្ចេកសិក្សាហ្នឹងខ្ញុំក៏ចង់ស្រាវចម្ងល់ទៅដល់ឲ្យចាស់ម្ចាស់ពូមីងដែលកាត់សួរខ្ញុំថាអ្នកគ្រូមិនក៏ថ្នាក់មត្តេយ្យមានបានសើមិនក៏ថ្នាក់មត្តេយ្យធ្វើបានសើអោយហើយកូននេះរៀនមិនចេះមិនក៏បានសើចាកាពិតមិនមែនជាបានសើទេពូមីងភាគច្រើនតែងតែឆ្ងល់ចានេះគឺជាលិខិតបញ្ជាក់ការសិក្សាចាលិខិតបញ្ជាក់ការសិក្សាគឺមានន័យថាលិខិតបញ្ជាក់ពីការដែលគាត់ធ្លាប់រៀនថ្នាក់មត្តេយ្យចាកូនខ្លះគាត់បានរៀនថ្នាក់មត្តេយ្យទាំង3កម្រិតកូនខ្លះទៀតគាត់រៀនបានតែ1កម្រិតទេតែដោយឡែកនៅខាងសាលាខ្ញុំនេះមាន2កម្រិតមានមត្តេយ្យចម្រុះនិងមត្តេយ្យខ្ពស់ចាការធ្វើលិខិតបញ្ជាក់ការសិក្សានេះគឺជែកជូនទៅដល់កូនដែលគាត់រៀនថ្នាក់មត្តេយ្យខ្ពស់ដែលគាត់ត្រូវឆ្លងទៅរៀននៅថ្នាក់ទី1នៅចូលឆ្នាំថ្មីហ្នឹងចាហើយដល់អញ្ចឹងទៅប៉ាម៉ាក់ក៏តែងតែសួររហូតថាមិនក៏បានលិខិតបញ្ជាក់ការបានសើហ្នឹងមិនក៏បានទាំងអស់គ្នាមិនក៏មិនដូចថ្នាក់ធំបានតែអ្នកជិបលេខ1លេខ2ចាលិខិតបញ្ជាក់ការសិក្សាហ្នឹងគឺកុមារដែលគាត់រៀនឆ្លងកាត់មត្តេយ្យគឺចែកឲ្យទាំងអស់គ្នាចាលិខិតបញ្ជាក់ការសិក្សាហ្នឹងក៏បានជួយជំរុញនិងលើកទឹកចិត្តឲ្យកូនៗដែលគាត់បានរៀនឆ្លងកាត់មត្តេយ្យនិងគាត់សប្បាយចិត្តចាសប្បាយចិត្តពេលដែលបានអ្នកគ្រូចែកលិខិតបញ្ជាក់ការសិក្សាឲ្យគាត់យកទៅអួតប្រាប់មេអូគាត់ថានេះជាការកាត់ខំប្រឹងប្រែងរបស់គាត់ដែលបានរៀនជិបលេខល្អក៏ពិតមិនមែនជាលេខល្អទេគឺជាលិខិតបញ្ជាក់ការសិក្សាដែលគាត់ទទួលបានពីថ្នាក់មត្តេយ្យចា